Thấu cái sợi lông snai con chờ khuôn ấy trong ban thưa đầy pe chè lôi xài sầm mơn đá lá ở đây propon bọc kế thưa rừng mùi nỉ rừng ra bò neri chè chào vái lông snai bò chè con cháu công pong tai tu ca chập ở rầm giang kháng bịa pin một đàn sừng cung bà giống từ tam poromian bà này đăng thá sắt trai chè chào vái miên trơ col chmua thà sú chế nẹo krong si chinh protection bàn thẹn nông ẩn lông snái bò rò chỉ còn chờ khuôn ai một thà xí đài bò rò rụp nô miền propon rùi tờ hỏi trong non snái hà rô viêng chào vái nâng con chờ rụp ní cứ cật làng chất nâng chất đang pi ca tùm nẹ tùm nông ca nghĩa chung mùi nâng khnia chia pro chám rồi hốt miền chất sơ lanh khnia phong đài bà giống từ tam sa bò miền bàn này dây bẩn thèm tiệt phong đài thá tam bật tứ tiếng châu vai sợi su nâng con châu proxy phụ kê sọt tai chia mình nô rịp cả miền đầy propon riêng khuôn từ hỏi bọn ta đời xa tai phượng snái cát lang nơi office chỉ mùi nâng khía phụ kê có ban sập lại chất từ lẻ lên chỉ mùi nâng cu snái chả riêng khuôn được bảo phụ kê đam bay một co sang cu snái thay chỉ mùi nâng khía bọn thay bên nê từ tiệt châu vai sợi su đại lẻ lên đầy rồi hỏi nâng đam bay pun lươn dọc xí một thua chỉ đây ở bàn chắp niên cóประดาม កំណត់ ផ្ញើ លុយ ចំនួន 3 លាន យួន ប្រមាណ ជាង 40,000 ដុល្លារ ទៅ កាន់ អតីត ប្រពន្ធ ស៊ី ជា ថ្នូរ នៃ ការ លះ លែង គ្នា និង ទុក សម្រាប់ គប់ គង់ កូន រួម ជាមួយ នឹង ថ្លៃ ចំណាយ ផ្សេង ផង ដែរ តែ យ៉ាង ណា មិញ គម្រោង កសាង គ្រួសារ ថ្មី នេះ បែរ ជា ត្រូវ ក្រឡាប់ ចាក់ ទៅ វិញ ដោយ ក្រោយ ពី អ្នក ទាំង ពីរ រួម រស់ ជាមួយ នឹង គ្នា ជា ប្តី ប្រពន្ធ បាន មួយ រយៈ នាង ស៊ូ ក៏ មាន អារម្មណ៍ ថា នាងនឹងប្តីក្រោយនេះរស់នៅមិនចុះសម្រុងនឹងគ្នាទេហើយក៏នាងចង់គិតលះលែងគ្នាផងដែរអ្វីដែលហួសចិត្តនោះគឺថាដោយមិនសមបំណងនាងក៏បានទៅដាក់ពាក្យប្តឹងស៊ីនឹងអតីតប្រពន្ធគេទាមទារលុយចំនួន 3 លាន យួន មកវិញថែមទៀតផងរហូតមានក្តីរកម្មរកុសឡើងដល់តុលាការដើម្បីដោះស្រាយផងដែរហើយនៅក្នុងនោះផងដែរតុលាការដំបងឡើយបានសម្រេចក្តីថាលុយដែលទទួលបាននោះគឺបំពេញសន្តិភាពសាធារណៈនិងសង្គមសិលធម៌ជាអំណោយមិនត្រឹមត្រូវនិងបានបញ្ជាឲ្យអតីតប្រពន្ធស៊ីសងទៅស៊ូវិញបើទោះបីជាយ៉ាងណាក៏ដោយលោកស៊ីនិងអតីតប្រពន្ធបានបដិសេធនិងប្តឹងឡើងឧទ្ធរណ៍ទៅវិញហើយនៅពេលនោះដែរតុលាការក៏បានសម្រេចចិត្តថាផុសតាងដែលបានពីនាងស៊ូបង្ហាញថានាងមិនមានបំណងឲ្យលុយជាថ្នូរលះលែងទៅអតីតប្រពន្ធស៊ីទេប៉ុន្តែគឺជាលុយដែលនាងរ៉ាប់រងជំនួសលោកស៊ីលើថ្លៃផ្គត់ផ្គង់កូននិងការចំណាយក្រោយលះលែងគ្នាដោយឡែកការកាត់ក្តីក៏បានផ្លាស់ប្ដូរដោយផ្អែកតាមគោលការណ៍ច្បាប់គ្មានការសងប្រាក់វិញក្រោមហេតុផលមិនត្រូវតាមច្បាប់នោះទេតុលាការក៏បានសម្រេចបដិសេធរាល់ការអះអាងរបស់អ្នកនាងស៊ូដោយលោកស៊ីនិងអតីតភរិយាមិនតម្រូវឲ្យសងលុយ 3 លាន យួនវិញនោះទេ